ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសហគមន៍មណ្ដងដែលស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នងនៅទីនេះមានសហគមន៍សរុបចំនួន10សហគមន៍ដែលមានប្រជាពលរដ្ឋប្រមាណជាង6000គ្រួសារកំពុងរស់នៅហើយទីតាំងនេះជាសហគមន៍មណ្ដង6ដែលមានប្រជាពលរដ្ឋប្រមាណជាង300គ្រួសារកំពុងស្នាក់នៅផងដែរថ្ងៃនេះពួកយើងបានចុះមកដល់ទីតាំងសហគមន៍ផ្ទាល់ទៅតាមការសនំពរពីអាជ្ញាធរមូលដ្ឋានដើម្បីរួមគ្នាដោះស្រាយបញ្ហាកង្វះទឹកស្អាតសម្រាប់បរិភោគនិងប្រើប្រាស់ប្រចាំថ្ងៃក៏ដូចជារួមគ្នាកាត់បន្ថយការប្រើប្រាស់ពីដុំប្លាស្ទិកដើម្បីបរិស្ថានស្អាតរួមគ្នាកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋទៅលើការប្រើប្រាស់ទឹកព្រមទាំងរួមគ្នាលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផងដែរឥឡូវនេះខ្ញុំកំពុងតែឈរនៅសហគមន៍អណ្ដូង6នៅទីនេះមានប្រជាពលរដ្ឋប្រមាណជាង300គ្រួសារកំពុងតែស្នាក់អាស្រ័យនៅទីនេះខ្ញុំបានដំណឹងមកថាមានបញ្ហាកង្វះទឹកស្អាតក្នុងការហូបចុកហើយលោកពូប្រធានសហគមន៍ក៏បានណែនាំនិងបង្ហាញឲ្យពួកយើងចុះមកសិក្សានៅទីនេះផ្ទាល់ជំរាបសួរលោកពូបាទជំរាបសួរលោកពូមានតួនាទីអីនៅក្នុងសហគមន៍នេះលោកពូខ្ញុំប្រធានសហគមន៍ដង6និយាយរឿងសហគមន៍ខ្វះច្រើនណាស់ហ្នឹងខ្វះច្រើនណាស់ប៉ុន្តែបើនិយាយរឿងសហគមន៍ប៉ុន្តែគាត់បានយកមកដាក់ក៏វាល្អដែរហ្នឹងវាកើតជាជនសบายចិត្តហ្មងហ្នឹងបាទបើសិនជាតម្រូវការប្រហែលជាប៉ុន្មានគ្រឿងលោកពូណាអានេះបើតម្រូវការត្រូវយើងអត់តន់ហ៊ានសន្និដ្ឋានបើវាត្រូវការច្រើនដែរបាទមើលជាក់ស្ដែងអាហ្នឹងដល់មើលជាក់ស្ដែងបាទអញ្ចឹងសង្ឃឹមថាឆាប់នេះនឹងមានវត្តមានទូចម្រាស់របស់យើងនៅតឡាងនៅក្នុងសហគមន៍លពូដើម្បីចូលរួមចំណែកជួយកាត់បន្ថយប្រជាពលរដ្ឋនៅក្នុងសហគមន៍លពូហើយក៏ដូចជាកាត់បន្ថយការប្រើប្រាស់បដិប្លាស្ទិកបន្ទាប់ពីបានសំណេះសំណាលជាមួយលពូប្រធានសហគមន៍រួចខ្ញុំក៏បានចាប់អារម្មណ៍ទៅលើសកម្មភាពមួយដែលអាជ្ញាធរបាននឹងកំពុងបង្ហាត់បង្ហាញពីរបៀបថែទាំបរិស្ថាននិងអនាម័យទៅកាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះសូមបញ្ជាក់ឲ្យឃើញថាសហគមន៍បានយកចិត្តទុកដាក់ទៅលើបញ្ហាកង្វះខាតទឹកស្អាតបរិភោគបញ្ហាសុខភាពនិងអនាម័យក៏ដូចជារបៀបដែលធ្វើឲ្យបរិស្ថាននៅក្នុងសហគមន៍ស្អាតនិងបៃតងជាចុងបញ្ចប់ខ្ញុំសង្ឃឹមថាក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរគួររួបរวมគ្នាដោះស្រាយបញ្ហាកង្វះទឹកស្អាតបរិភោគឲ្យបានទូលំទូលាយទូទាំងប្រទេសកម្ពុជាក៏ដូចជាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីឲ្យបរិស្ថានរបស់យើងពោរពេញទៅដោយភាពជាពណ៌បៃតង